Yummy, huh? Ik had honger ook. ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអូយប្តីខ្ញុំបើកបើវីដេអូមកប្តីឃ្លានបាយចាគាត់ត្រឡប់មកពីធ្វើការវិញបងប្អូនអញ្ចឹងទៅថាឃ្លានណាចាហើយឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ខ្ទះអំពងខ្ទឹមអីចឹងមកបងប្អូនចាធ្វើម្ហូបដែលប្តីខ្ញុំចូលចិត្តម្ហូបនេះរបៀបម្ហូប Mexican ណាបងប្អូនចាហើយគេមានគ្រឿងអីស្រាប់គឺងាយស្រួលមែនតើទិញតែគ្រឿងកញ្ចប់ហ្នឹងមកហើយខ្ញុំមានសាច់មាន់មកយើងហាន់ហើយយើងលាយគ្រឿងអំបិលតែបន្តិចបានហើយបងប្អូនព្រោះកុំហូបប្រៃហើយនៅស្ករឬក៏ប៊ីចេងច្រើនពេកចាខ្ញុំអត់ប្រើប៊ីចេងទេដោយសារខ្ញុំប្រើម្សៅស៊ុបខ្នុរហើយចាអញ្ចឹងទៅគឺថាមានតែប៉ុណ្្នឹងមករសជាតិឈ្ងុយឆ្ងាញ់ហ្មងបងប្អូនហើយបន្លែយើងមានផ្កាខាត់ណាពណ៌ទឹកក្រូចពណ៌ក្រហមហើយនិងពណ៌ខៀវហ្នឹងហើយពណ៌ខៀវខ្ញុំអត់សូវចូលចិត្តអញ្ចឹងដាក់តែបន្តិចបានហើយចាហើយកូរវឹកណាបងប្អូនចាឲ្យចូលគ្រឿងបន្ទាប់មកខ្ញុំដាក់ខ្ទឹមដោយសារខ្ទឹមប្រាំងហ្នឹងវាឆាប់គេហៅថាអាលួយចាអញ្ចឹងយើងដាក់វាក្រោយគេចាមុខម្ហូបមួយមុខនេះងាយស្រួលធ្វើមែនតើបងប្អូនចាហើយអ្វីដែលសំខាន់គឺយើងស្លបែបរសជាតិយើងមានប្រេងខ្យងខ្ញុំបន្ថែមប្រេងខ្យងនៅចុងក្រោយបន្តិចបងប្អូនចាហើយយើងប្រើម្សៅស៊ុបចាហើយនឹងទឹកត្រីខ្ញុំលួចទឹកត្រីបន្តិចទៀតបងប្អូនទឹកព្រោះគ្រឿង Mexican ហ្នឹងវាអត់មានរសជាតិអីទេបងប្អូនគ្រាន់តែវាមានពណ៌ស្អាតហើយរសជាតិវាគឺសាបចាប្រៃឡំអញ្ចឹងប្រហែលជាមានតែអំបិលនឹងឯងអញ្ចឹងយើងយកមកស្លបែបគ្រឿងទេសខ្មែរយើងអូយបងប្អូនរសជាតិគឺថាបំភ្លេចអត់បានបងប្អូនចាំមើលប្តីខ្ញុំញ៉ាំលិតដៃចាហើយឥឡូវនេះគឺខ្ញុំរៀបចំតុអីចឹងណាបងប្អូនប្តីខ្ញុំគាត់ឡើងទៅផ្លាស់កៅអៅអញ្ចឹងទៅខ្ញុំរៀបចំចានហើយបើកូនស្រីខ្ញុំវិញទៅលេងនៅខាងក្រៅបងប្អូនហៅមកអត់ចង់មកទេអញ្ចឹងក្នុងវីដេអូនេះឃើញតែម៉ាមីកាច់រឿងម្នាក់ឯងនឹងឯងបងប្អូនហើយនេះសបល់ធម្មជាតិពិតចាឥឡូវនេះគឺថាកូនស្រីសំណប់ចិត្តនឹងបានមកដល់តុមុនគេប៉ុន្តែអត់ទាន់លាងដៃអញ្ចឹងដេញឲ្យទៅលាងដៃចេញសិនចាដោយសារម្ហូបនេះយើងញ៉ាំនៅដៃបងប្អូនចាហើយប្តីរបស់ខ្ញុំបានមកដល់ដែរហើយហានៅកៅអៅធ្វើការដដែលស្មានតែប្តីឡើងទៅលើទៅផ្លាស់កៅអៅត្រឡប់គាត់រដងពេលគាត់មកពីធ្វើការគាត់ឡើងទៅលើអញ្ចឹងគាត់ផ្លាស់កៅអៅតែថ្ងៃនេះមកចុះមកក្រោមវិញឃើញប្តីពាក់កៅអៅធ្វើការដដែលចាឥឡូវនេះយើងបានអង្គុយនៅតុញ៉ាំបាយញ៉ាំអីជុំគ្នាអញ្ចឹងណាបងប្អូនកូនស្រីខ្ញុំគាត់អត់សូវចូលចិត្តម្ហូបអាហារទេបងប្អូនមួយរយៈហ្នឹងណាដល់ពេលឥឡូវនេះឈឺនេះវីដេអូនេះធ្វើតាំងអាទិត្យមុនឥឡូវនេះឈឺថ្ងៃច័ន្ទនេះបានទៅរៀនទេបងប្អូនចាឈឺបានសម្រាប់ចឹងមកគាត់អត់សូវចង់ញ៉ាំបាយហើយម្ហូបនេះម្ហូបគាត់ចូលចិត្តបងប្អូនញ៉ាំលិតដៃសាច់មាន់ផ្ទាប់ជាមួយនឹងសាឡាត់អីហ្នឹងគាត់ចូលចិត្តណាបងប្អូនចាប៉ុន្តែគាត់របៀបថាគាត់ប្រហែលជាអត់សូវស្រួលខ្លួនណាហើយអាកាសធាតុនៅក្នុងប្រទេសហូឡង់ហ្នឹងមួយរយៈហ្នឹងក៏រៀងយ៉ាប់ដែរបងប្អូនថ្ងៃចាប់ពីម៉ោង 2:10 ទៅក្តៅអញ្ចឹងទៅក្តៅដល់ម៉ោង 3 ល្ងាចអីចាប់ផ្ដើមត្រជាក់ស្រាប់ហ្មងអញ្ចឹងគឺថាអាកាសធាតុហ្នឹងធ្វើឲ្យមនុស្សហ្នឹងម្នាក់គឺត្រូវតែឈឺបងប្អូនសូម្បីតែខ្ញុំក៏ដោយតែខ្ញុំញ៉ាំថ្នាំប៉ារ៉ាអញ្ចឹងណាចាពេលដែលយើងមានអារម្មណ៍ថាយើងក្តៅល្ងាអីហ្នឹងដាក់ប៉ារ៉ាមួយគ្រាប់ពីរទៅគេងទៅលេងអីហើយព្យាយាមហូបទឹកក្តៅឬក៏ហូបតែអីចឹងណាបងប្អូនតែខ្មុំតែក្រូចឆ្មាតែខ្ញីអីចឹងទៅចាអញ្ចឹងជួយកាត់បន្ថយក្តារស្នានឹងបានច្រើនចាឥឡូវនេះគឺថាដល់វគ្គខ្ញុំខ្ចប់ញ៉ាំម្ដងបងប្អូនខ្ញុំអត់ចេះខ្ចប់ទេបងប្អូនឃើញអត់ធ្លុះលិចធ្លុះកើតមកពេលយើងដាក់សាឡាត់ហើយនឹងសាច់មាន់នៅក្នុងនឹងច្រើនពេកអញ្ចឹងទៅវាយើងខ្ចប់អត់ចិត្តចាតែរសជាតិឆ្ងាញ់ណាបងប្អូនប្តីខ្ញុំញ៉ាំនឹងលិតដៃចាឃើញទឹកមុខខ្ញុំញ៉ាំអញ្ចឹងមិនអត់ឆ្ងាញ់ទេណាបងប្អូនរៀបរឹកទេចានេះចេញភ្នែកណាលៀនថ្លិនមកទៀតហៅតែរៀបរឹកបន្តិចអត់បានហ្មងចាខ្ញុំគឺអត់ចេះសម្ដែងទេមកពិតចាបែបណាគឺបែបហ្នឹងឥឡូវនេះគឺដល់វគ្គប្តីខ្ញុំម្ដងបងប្អូនអើយមកប្តីខ្ញុំគេខ្ចប់ប្តីខ្ញុំញ៉ាំអស់មួយហើយណាចាឥឡូវនេះនំថ្មីហើយចូលនំទី2ហើយកូនស្រីខ្ញុំក៏ទឹកមុខគាត់បងប្អូនឃើញហើយគាត់របៀបគាត់ចង់ឈឺចាហើយថ្ងៃអង្គារអត់បានទៅសាលារៀនទេចាអញ្ចឹងគឺមកដល់ថ្ងៃនេះទៀតហើយចាំមើលស្អែកហ្នឹងចាំមើលតើគាត់បានទៅសាលារួចអត់ចាំមើលឥឡូវនេះយើងញ៉ាំហើយខ្ញុំមកជជែកលេងមួយកូនខ្ញុំនិងប្តីខ្ញុំអញ្ចឹងគឺទម្លាប់គ្រួសារខ្ញុំបងប្អូនឲ្យតែពេលយើងហូបអាហារពេលល្ងាចហើយហ្នឹងគឺយើងមានពេលញ៉ាំកាហ្វេជជែកគ្នាលេងញោះគ្នាលេងជួនកាលឆ្លោះគ្នាអីចឹងណាបងប្អូនចា
ចាវីដេអូគ្រួសារយើងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ